គេចង់យកផ្លែប៉ោមក្របផ្លែប៉ោមអាមេរិកដែលជាលទ្ធិជាតិបតៃហ្នឹងយកមកដាំនៅប្រទេសកម្ពុជាហើយរំពឹងថាបានផ្លែផ្កាផ្លែនឹងផ្អែមដូចនៅអាមេរិកទោះថាបានផ្អែមអត់ខុសគ្នាតំបន់ខុសគ្នាចិត្តអាចធ្វើរស់ទេអានុទីននេះគាត់នឹងអាចធ្វើអ្វីៗទាំងអស់ដើម្បីបានតំណែងនាយករដ្ឋមន្ត្រីគេបត់បែនតែយើងត្រូវទទួលស្គាល់ថាគេបត់បែនកន្លងមកគេតែងតែចំណេញទៅដល់ប្រទេសគេជាដរាបទោះបីជាយ៉ាងណាក៏ចិត្តនឹងទុកចិត្តកម្ពុជាដែរធរជឹកនេះមួយគឺខ្ញុំមើលឃើញចឹងកម្ពុជាដឹកនាំយូរហើយកាន់តែក្រមិនកាន់តែក្រទេបើកាន់តែក្របោះជើងរដ្ឋាភិបាលគណៈបព្វជិជនបោះជើងខ្ញុំហ៊ាននិយាយចឹងមកហើយរាល់ថ្ងៃយើងបានខ្លាយទៅជាកូនអុករបស់គេទៅហើយប្រទេសតូចគ្មានជំរើសអីផ្សេងក្រៅពីខ្លាយទៅជាកូនអុករបស់គេទេយើងស្ដាប់ទៅវាដូចខុសច្បាប់ធម្មជាតិជាធម្មតាបើកូនអុកវាមិនអាចដើរខ្លួនឯងបានទេវាតតែអ្នកលេងអុកបញ្ជាអុកក្នុងការដើរកូនអុកនឹងថាត្រូវដើរកន្លែងណាអញ្ចឹងកូនអុកដែលអត់ស្ដាប់បញ្ជាអ្នកលេងអុកបែបហ្នឹងតើគេគិតបែបណាមកលើយើងចុះបើនាំគ្នាចេះតែមានបង្កើតបបធរគូផែនទីវាយយោគូផែនទីវាយយោទៅអាហ្នឹងវាមិនវីវ៉ូបើសិនជាសេដ្ឋកិច្ចថៃមានបញ្ហាជួបវិបត្តិអាចនឹងក្រើកដូចបល្ល័ង្ករបស់ប្រទេសថៃបើគេចង់បានអីពីយើងឲ្យអាហ្នឹងបានអាហ្នឹងហាក់ជាក្រិតបើសិនជារឿងនឹងដោះស្រាយមិនបានល្អតើអំណាចរាជវង្សានុវង្សថៃនឹងខ្លាចទៅជាយ៉ាងណាកន្លែងនេះគឺជារឿងគ្រោះថ្នាក់មួយនយោបាយការបរទេសរវាងខ្មែរហើយជាមួយនឹងថៃមានស្ទាយពីរខុសគ្នាមួយគឺម៉ាត់ណាម៉ាត់នៅដែលជានយោបាយរបស់ប្រទេសខ្មែរមួយទៀតគឺការប្រែប្រួលអត់ឈប់ឈរម្ដងឆ្វេងម្ដងស្ដាំរបស់ប្រទេសថៃជាទូទៅនៅពេលដែលការដោះស្រាយបញ្ហាព្រំដែននៅក្នុងពិភពលោកពីច្រើនគេដោះស្រាយឲ្យស្ងប់ស្ងាត់អត់ឲ្យប្រជាពលរដ្ឋដឹងទេគេអត់ចង់ឲ្យប្រជាពលរដ្ឋដឹងរឿងការដោះស្រាយបញ្ហាព្រំដែនទេតែជានិច្ចកាលមានប្រទេសខ្លះគាត់តែងតែយកបញ្ហាព្រំដែនយកមកធ្វើជាប្រធានបទដើម្បីបង្វែរចំណាប់អារម្មណ៍នៅក្នុងបរិបទនេះប្រទេសថៃគឺគាត់កំពុងតែប្រើប្រាស់បញ្ហាព្រំដែនដើម្បីបង្វែរចំណាប់អារម្មណ៍យើងអាចគិតមើលមួយជ្រុងមួយទៀតនៅប្រទេសថៃនយោបាយរបស់គាត់មាន reformist អាហ្នឹងអាចថាជាគណៈបកប្រឆាំងធំបំផុតនៅប្រទេសថៃហ្នឹងឯងហើយជាមួយនឹងខាងភឿថៃតែលើភឿថៃដូចអំបិលត្រូវទឹកអញ្ចឹងមួយទៀតគឺខាងយោធាតែខាងយោធានេះឯងដែលកំពុងតែធ្លាក់ប្រជាប្រិយភាពអញ្ចឹងទៅធ្វើម៉េចបវ៉ែទិសដៅមកកាន់ព្រំដែនប្រទេសកម្ពុជារហូតតតែអង្គអ៊ីនការនឹងគាត់ជានាយករដ្ឋមន្ត្រីទេមក Hello Uncle Can you hear me ហ្នឹងគាត់ក៏បាននិយាយដែរថាមានការប្រេះឆារវាង military យោធាជាមួយនឹងរដ្ឋាភិបាលនៅក្នុងបរិបទសំណួរដែលលីហួរសួរមិញនេះថៃកំពុងតែចងក្បួចមាត់ខ្លួនឯងកាន់តែជ្រៅទៅធ្វើឲ្យវិបត្តិបញ្ហាមួយនឹងពិបាកដកមានន័យថាម៉េចមានន័យថាបើសិនជាឧទាហរណ៍ណាបញ្ហាហ្នឹងវាគេដឹងហើយថាมันអាចយកផែនទីដែលសុកគូខ្លួនឯងយកមកនិយាយដាក់លើតុមកនិយាយមួយគេបានទេរឿងហ្នឹងពីណាក៏គេដឹងដែរថៃក៏គេដឹងខ្លួនឯងដែរប៉ុន្តែនៅពេលចាត់ប្រកោកប្រកាសដើម្បីវិជាប្រិយភាពព្រួយគោលដៅធំបំផុតគឺវិជាប្រិយភាពព្រមយោធាហើយជាមួយនឹងមេធំអញ្ចឹងនៅពេលដែលគាត់កាត់ខំពពាយនាយកាន់តែខ្លាំងទៅបំបុកកាន់តែខ្លាំងទៅធ្វើឲ្យការចងក្បួចមាត់ហ្នឹងកាន់តែខ្លាំងទៅរហូតតតែមានកិច្ចព្រមព្រៀងសន្តិភាពហ្នឹងគេថៃក៏ថាមិនបានអ្នកឯងសញ្ញេកិច្ចព្រមព្រៀងសន្តិភាពប្រទេសកម្ពុជាតាមប្រទេសកម្ពុជាកំពុងយកដីអញ្ចឹងណាព្រោះគាត់ពពាយនេះអញ្ចឹងហើយដល់ពេលអន្តរជាតិគេអត់គិតដូចប្រជាជនថៃដែលត្រូវបានគេលៀងខួរឯណាអញ្ចឹងនៅពេលដែលគេសញ្ញេកិច្ចព្រមព្រៀងសន្តិភាពគេនោះប្រជាជនថៃអត់សប្បាយចិត្តរដ្ឋាភិបាលជាមួយនឹងខាងយោធាទេរហូតតតែគេហៅថាអនុទីននឹងជាបញ្ញាគេទៀតគឺជាមនុស្សដែលស្រឡាញ់អំណាចស្រឡាញ់កៅអីនាយករដ្ឋមន្ត្រីជាងពីណាគេទាំងអស់អង្គអានុទីននេះគាត់នឹងអាចធ្វើអ្វីទាំងអស់ដើម្បីបានតំណែងនាយករដ្ឋមន្ត្រីបើសិនជាអត់ជឿខ្ញុំទេអាចមើលវីដេអូដែលគាត់ពពាយនេះសិតតែមេគ្រូដូច concert អញ្ចឹងណាព្រមណាចាតែឃើញនាយករដ្ឋមន្ត្រីណាធ្វើ concert ជាមួយនឹងអ្នកគ្រប់គ្រងទេអត់ទេនេះហើយគឺជាអនុទីនអញ្ចឹងអនុទីនហ្នឹងគាត់ពពាយនេះថាកុំឲ្យយកពុនណានេះមកសកាត់ករដ្ឋាភិបាលពាក្យហ្នឹងធ្ងន់ណាស់បើគាត់មានផ្លូវក្រួយអត់អីណាតែឥឡូវគាត់តោះថាមិនគាត់ថាមិនមែនគេនេះណាមិនមែនគេហែកក្រាត់ចោលកិច្ចព្រមព្រៀងណាគ្រាន់តែផ្អាកដូរធនមួយភ្លាមអញ្ចឹងអ្វីដែលគាត់ធ្វើកន្លងមកនេះគឺដើម្បីប្រជាប្រិយភាពដើម្បីបង្វែរចំណាប់អារម្មណ៍ប្រជាពលរដ្ឋគាត់ពាក់ព័ន្ធជាមួយនឹងខាង reformist មកកាន់ខាងយោធាតែប៉ុណ្្នឹងឯងចំពោះការប្រកាសវាយឬក៏មិនប្រកាសវាយអាហ្នឹងខ្ញុំអត់ច្បាស់ដែរអាហ្នឹងវាស៊ីសងទៅលើការវិធីសាស្ត្រចារកិច្ចរបស់ប្រទេសរបស់យើងក៏ប៉ុន្តែយើងត្រូវតែត្រៀមជួនកាលទៅគេធ្វើឲ្យយើងដឹងក៏ថាបានធ្វើឲ្យយើងដឹងថាថ្ងៃហ្នឹងយើងត្រូវវាយ
តែគេមិនដឹងគេអត់វាយថ្ងៃហ្នឹងគេវាយថ្ងៃផ្សេងមួយទៀតឧទាហរណ៍ណាអាហ្នឹងក៏អាចថាជាល្បិចរបស់គេប៉ុន្តែបើសួរថាតើគេវាយមែនឬក៏អត់ហ្នឹងអាហ្នឹងវាស៊ីសងទៅលើចារកម្មព័ត៌មានតែខាងយើងទទួលបានបាទគួរចាប់អារម្មណ៍មែនតើបងបញ្ញាភាសាបានលើកច្រើនតាក់ទងនឹងអ្វីដែលយើងកត់សម្គាល់ហ្នឹងគឺអានុទីនគឺជាបុគ្គលម្នាក់ដែលសម្លាញ់នឹងក្រាញអំណាចណាអញ្ចឹងគាត់ធ្វើអ្វីគ្រប់យ៉ាងដើម្បីអំណាចរបស់គាត់ហើយអ្វីដែលសំខាន់នោះនៅក្នុងការចរចាពន្ធរបស់គាត់ប្រែធៀបដូរធូនរហូតមានន័យថាពេលគេស្ទះគាត់មកកាភ្លៀនទៅគាត់មកស្របវិញនៅពេលដែលគេរៀងស្ងាត់គាត់អាងចាងអញ្ចឹងទៅអញ្ចឹងតែសងសំណួរនេះខ្ញុំចង់សួរទៅលោកគ្រូដែរតើលោកគ្រូយល់ឃើញថាម៉េចតើតើនឹងអ្វីដែលថៃប្រុងនឹងវាយយើងហ្នឹងអូខេសូមបន្ថែមលើអ្វីដែលចេះស្ដាប់បាននិយាយមិញណាតាក់ទងជាមួយនឹងនិយាយពី background នៃចំនួនរវាងកម្ពុជានិងសៀមជាទូទៅយើងត្រូវដឹងថាចំនួនយើងជាមួយសៀមជាចំនួនព្រំដែនចំនួនទឹកដីទេតែដូចចេះស្ដាប់បានលើកមិញអញ្ចឹងមានន័យថាចំនួនយើងហ្នឹងវាមានយូរហើយវាមានច្រើនទស្សវត្សមកហើយជាមួយនឹងខាងសៀមខ្មែរជាមួយសៀមណាក៏ប៉ុន្តែមិនបានវាកើតឡើងនៅពេលនេះគឺកើតឡើងមិញចេះស្ដាប់បានលើកបន្តិចតាក់ទងជាមួយនឹងបច្ចុប្បន្នហ្នឹងប្រជាប្រិយភាពខាងរាជវាំងខាងយោធាហ្នឹងគឺស្រុតចុះយ៉ាងខ្លាំងហើយស្រុតចុះយ៉ាងខ្លាំងហ្នឹងគឺវីដេអូមុនយើងបាននិយាយគ្នាច្រើនដងដែរតាក់ទងជាមួយនឹងទី1ហ្នឹងគឺដោយសារតែខាងរាជវាំងខ្លួនឯងបន្ទាប់ពីស្ដេចចាស់សោយរាជទៅស្ដេចថ្មីឡើងមកស្ដេចថ្មីហ្នឹងគឺមិនត្រូវបានទទួលការគ្រប់គ្រង